តែចលនានឹងគឺបានផ្ទុះឲ្យសង្គ្រាមរវាងអេរ៉ង់អ៊ីស្រាអែលជាមួយនឹងសហរដ្ឋអាមេរិកដោយការផ្ទុះឡើងនៃសង្គ្រាមនឹងគឺត្រូវបានកាត់ឡើងនៅថ្ងៃទី28ខែកុម្ភៈនៅវេលាម៉ោងប្រហែលជា1ពេលរសៀលមកនៅក្នុងប្រទេសយើងការវាយប្រហារត្រូវបានកាត់ឡើងអ៊ីស្រាអែលបានធ្វើការបាញ់ប្រហារជាមួយនឹងក្រុមមីស៊ីលទៅចំកណ្ដាលទីក្រុងតេហេរ៉ង់ដែលជារដ្ឋធានីរបស់ប្រទេសអេរ៉ង់នឹងហើយក៏មានការចូលរួមពីសហរដ្ឋអាមេរិកផងដែរក៏ដូចជាព័ត៌មានដែលខាងធាមអាណាចក្រក៏ដូចជាខ្ញុំបានយកមកនិយាយនៅក្នុងរយៈពេលប្រហែលជា2អាទិត្យមុនផងដែរដែលបាននិយាយថារវាងអេរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកគឺអាចនឹងមានការផ្ទុះកាត់ឡើងនៃសង្គ្រាមដែលមានទ្រង់ទ្រាយធំហើយអូបន្លាយពេលជាច្រើនសប្តាហ៍អញ្ចឹងឥឡូវនឹងគឺវាត្រូវបានកាត់ឡើងហើយដោយថ្ងៃនេះគឺជាថ្ងៃទី1នៃការចាប់ផ្ដើមនៃសង្គ្រាមហ្នឹងគឺយើងឃើញថាវាមិនមែនជាសង្គ្រាមតូចតាចទេវាគឺជាសង្គ្រាមធំមែនទែនដោយសារតែវាមានការវាយប្រហារទៅកាន់ទីកន្លែងច្រើនមែនទែនដោយក្រោយពីទទួលបានការវាយប្រហារពីខាងអាមេរិកជាមួយនឹងអ៊ីស្រាអែលហើយខាងអេរ៉ង់នោះក៏បានធ្វើការតបវិញផងដែរដោយគេបានកំណត់យកគោលដៅចំនួន5នៅតំបន់មជ្ឈមបូព៌ាដែលជាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកដែលរួមមានដូចជាមូលដ្ឋានកងទ័ពអាកាស UDIT នៅក្នុងប្រទេសកាតាមូលដ្ឋាន Salem នៅក្នុងប្រទេសគូវ៉ែតមូលដ្ឋានទ័ពអាកាស Dafra នៅក្នុងប្រទេសអារ៉ាប់រួមក៏ដូចជាមូលដ្ឋានទ័ពនៅក្នុងប្រទេសបារ៉ែនផងដែរការតបពីសំណាក់អេរ៉ង់ទៅកាន់អាមេរិកវិញហ្នឹងគឺវាបានប៉ះពាល់ទៅកាន់ប្រទេសចំនួន5ផ្សេងទៀតហើយការវាយប្រហារហ្នឹងក៏ត្រូវបានធ្វើឲ្យប៉ះពាល់ទៅកាន់ទីក្រុងធំៗក៏ដូចជាតំបន់ដែលទទួលបានការវាយប្រហារហ្នឹងផងដែរដោយខាងក្រសួងការពារជាតិនៃប្រទេសនីមួយៗហ្នឹងក៏បានធ្វើការចេញសារក៏ដូចជាបញ្ជាក់ឲ្យប្រជាជនពួកគេដែលរស់នៅតំបន់ទទួលបានការវាយប្រហារហ្នឹងធ្វើការការពារខ្លួនក៏ដូចជារកកន្លែងសុវត្ថិភាពរៀងៗខ្លួនដើម្បីការពារចេញពីគ្រោះថ្នាក់មួយហ្នឹងក៏ដូចជាលោក Donald Trump ហ្នឹងក៏គាត់បានចេញសារប្រកាសជាការគម្រាមទៅកាន់ប្រទេសអេរ៉ង់ផងដែរថាឲ្យចោះចាញ់ទៅនៅក្នុងសង្គ្រាមមួយហ្នឹងហើយក៏បានប្រាប់អំពីជនជាតិអាមេរិកដែលរស់នៅប្រទេសអេរ៉ង់ហ្នឹងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់មែនទែនការវាយប្រហារប្រើជាមួយនឹងក្រុមមីស៊ីលហ្នឹងគឺវាខ្លាំងមែនទែនដោយយើងទទួលបានជាមួយនឹងព័ត៌មានក៏ដូចជាឃើញវីដេអូជាច្រើនដែលមានប្រជាជនដែលគាត់បានថតអំពីផ្សែងអាប់ដែលកើតឡើងពីការផ្ទុះហ្នឹងគឺច្រើនមែនទែនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេប្រើប្រាស់ត្រឹមតែគ្រាប់មីស៊ីលទេមិនមែនជាគ្រាប់នុយក្លេអ៊ែរទេហើយចំពោះមូលហេតុដែលអេរ៉ង់ទទួលបានការវាយប្រហារបែបហ្នឹងយ៉ាងគេក៏ផាជាដឹងដែរតែបើសិនជាភ្លេចគឺខ្ញុំសូមបញ្ជាក់ម្ដងទៀតដោយសារតែខាងអេរ៉ង់ហ្នឹងគឺមានរឿងរ៉ាវជាមួយនឹងអាមេរិកជាច្រើនមកហើយជាពិសេសគឺតាក់ទងជាមួយនឹងការផលិតគ្រាប់នុយក្លេអ៊ែរឬក៏អាវុធនុយក្លេអ៊ែរហ្នឹងដែលខាងអាមេរិកអត់ចង់ឲ្យខាងប្រទេសណាមួយមានការផលិតបន្តនៅគ្រាប់បែកនុយក្លេអ៊ែរទេដោយសារតែយើងដឹងស្រាប់ថាវាអាចនឹងប៉ះពាល់ក៏ដូចជាវាអាចនឹងបង្កទៅជាសង្គ្រាមលោកអីអញ្ចឹងទៅហើយដោយសារតែខាងអេរ៉ង់គឺនៅតែបន្តលួចផលិតតាក់ទងជាមួយនឹងគ្រាប់បែកនុយក្លេអ៊ែរដូចជាការជាយករ៉ែនៃសារធាតុយូរ៉េនីមបន្តក៏ដូចជាទិញយកបន្ថែមអីចឹងណាចឹងហើយបានជាអាមេរិកគឺត្រូវតែធ្វើការវាយប្រហារទៅកាន់អេរ៉ង់តែម្ដងដើម្បីបញ្ឈប់មួយនឹងសកម្មភាពទាំងអស់ហ្នឹងហើយមួយនឹងបណ្ដាខ្ញុំក៏បាន scroll Facebook ទៅបានឃើញ page យោធារបស់កងទ័ពអេរ៉ង់ហ្នឹងគឺគាត់បាន post ជាមួយនឹង status មួយថា everyone will feel it អញ្ចឹងនៅពេលដែលខ្ញុំឃើញ post មួយហ្នឹងខ្ញុំរៀងបុកពោះក៏ដូចជារៀងភ័យមែនទែនតើ post status មួយហ្នឹងគឺមានន័យថាម៉េច feel អីគេហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេស្ថានភាពពេលបច្ចុប្បន្នគឺយើងទទួលបានព័ត៌មានទាំងប៉ុណ្្នឹងសង្គ្រាមនេះវាគឺជាបញ្ហាធំមែនទែនដែលវាអាចនឹងធ្វើការប៉ះពាល់ទៅកាន់ទីផ្សារសេដ្ឋកិច្ចទាំងមូលតែម្ដងអាចនឹងមានការឡើងចុះខ្លាំងពាក់ព័ន្ធជាមួយនឹងទីផ្សារមិនថា crypto ឬក៏មាសឬក៏អីផ្សេងទេអញ្ចឹងយើងមានតែចាំតាមដានបន្តទៀតហើយបើសិនជាមានអ្វីអាប់ដេតបន្តទៀតក៏ដូចជាមានរឿងអ្វីកាត់ឡើងបន្តទៀតខាងក្រុមការងារអាចារ្យក៏ដូចជាខ្ញុំនឹងយកមកធ្វើការអាប់ដេតចែកជូនទៅកាន់អ្នកគ្នាបន្តទៀតដូចគ្នា